លោកពុកម៉ែបងប្អូនថ្ងៃនេះបងក្របគាត់មកជារបាំក្របនេះណាខ្ញុំជើញទី1របាំក្របហើយនឹងឧបករណ៍ភ្លេងប៉ិនពៀនគាត់យកមកជួសជុលណាពុកម៉ែបងប្អូនទៅគាត់ជាវរហូតគ្រប់ឧបករណ៍យ៉ាងទិញអីនៅយ៉ាងក៏ទិញនៅហ្នឹងដែរអញ្ចឹងពុកម៉ែបងប្អូនឥឡូវខ្ញុំចង់បញ្ជាក់ថាក្នុងឈុតរបាំក្របហ្នឹងមានដូចជាមានស្គរដៃទេហើយតម្លៃចាំនាងខ្ញុំឆា